ខ្ញុំតែងតែប្រាប់បងប្អូនហើយនៅប្រជាពលរដ្ឋថៃដែរថាកម្ពុជាមានប្រាសាទមួយគឺសិតតែមានអ្នកនៅគ្រឹះមួយគឺសិតតែមានអ្នកចាំជើងសសរមួយសិតតែមានអ្នកថែរក្សាខ្ញុំសូមផ្ដាំថាបារមីមានពិតបងប្អូននេះជំនឿเข้าไม่ได้นะครับอันตรายกับกู้ภัยครับก่อนที่จะได้รับการช่วยเหลือตอนนี้พยายามจะเข้าช่วยเหลืออยู่นะครับยิงปืนออกมานี่กู้ภัยไม่เข้านะครับถึงให้ดังมากបាទអរុនសួស្តីបងប្អូនទាំងអស់គ្នាមិញហ្នឹងគឺចង់និយាយថាគឺវីដេអូរបស់គូភ័យនៅប្រទេសថៃបងប្អូនប្រទេសខេត្តយ៉ាឡាសង្ខ្លាហាត់យ៉ៃដែលមានទឹកជំនន់នៅប្រទេសថៃអញ្ចឹងខ្ញុំសូមជម្រាបជូនបងប្អូនថាចេះមុនហ្នឹងទឹកហ្នឹងគឺចង់និយាយថាគូភ័យបានទៅជួយដល់អ្នករងគ្រោះទឹកជំនន់ប៉ុន្តែត្រូវបានបាទមានស្នូកំភ្លើងបាញ់ប្រហែលគ្រាប់ថាត្រូវមានរបួសដែរអញ្ចឹងគូភ័យអត់ហ៊ានចូលទៅជួយសង្គ្រោះទេមិញនេះគឺវីដេអូគាត់និយាយមិញនេះគឺចង់និយាយថាគាត់ទៅជួយមិនបានទេដោយសារមានស្នូកំភ្លើងបាញ់មកពួកគាត់មិនឲ្យចូលជួយអានេះខ្ញុំមិនដឹងតែមូលហេតុអ្វីទេប៉ុន្តែរឿងរ៉ាវនៅក្នុងចង្វាត់សង្ខ្លាប្រហែលចង្វាត់និយាយរូបផាកតែជាតំបន់មួយផ្ដាច់ខ្លួនរបស់ក្រមជ្រុលនិយមមួយចំនួនដែលចង់ផ្ដាច់ខ្លួនពីប្រទេសថៃដែលរដងថៃតែងតែមានរឿងជារៀងរហូតនៅក្នុងภาคใต้ហ្នឹងគឺរឿងនឹងឯងហើយខ្ញុំសូមបញ្ជាក់ថានេះគឺជាភាគច្រើនបងប្អូននៅទីនោះគឺជាជនជាតិមូស្លីមចាមសាសមូស្លីមហ្នឹងទៅបាទភាគច្រើនខ្ញុំនិយាយភាគច្រើនហើយក៏មានប្រជាជនថៃដែរមិនមែនអត់ទេមានទាំងអស់ចម្រុះនៅក្នុងនោះតែម្ដងអញ្ចឹងខ្ញុំសូមជម្រាបថារឿងនេះមិនធម្មតាទេណាសូម្បីតែអ្នកគូភ័យអ្នកជួយសង្គ្រោះនៅរងគ្រោះទឹកជំនន់ហ្នឹងក៏គាត់ភ័យខ្លាចដែរបាទហើយពួកផ្ដាច់ខ្លួនហ្នឹងគឺគាត់អត់សម្ដៅរកទៅទាហានថៃទេឥឡូវនេះសូម្បីតែអ្នកជួយដល់ជាប្រវត្តិដែលរងគ្រោះទឹកជំនន់ហ្នឹងក៏មានបញ្ហាដែរអញ្ចឹងចំណុចខ្ញុំចង់ជម្រាបជូនបងប្អូនថាស្រុកសៀមគឺគ្រប់ទិសទីតំបន់ภาคเหนือภาคใต้ภาคอีสานគឺបុលជុំបាទមានតំណោះគ្រប់ទីកន្លែងតែម្ដងមិនថានៅខាងภาคเหนือគឺภาคនៅជាប់ព្រំដែនភូមាภาคใต้ជាប់ព្រំដែនម៉ាឡេស៊ីហើយក៏មកภาคอีสานនេះគឺជាប់ឡាវជាមួយកម្ពុជាយើងតែម្ដងហើយក៏ព្រឹកមិញនេះក៏មានឃើញព័ត៌មានមួយដែរដែលធ្លាក់ផ្ទាំងគំនូរធំមែនទែនដែលខ្ញុំបានផុសហើយបាទជាឲ្យហេតុអ្វីម្យ៉ាងគឺរូបព្រះមហាក្សត្រថៃទី10បាទធ្លាក់ពីលើជាងតែម្ដងចម្លែកមែនទែនយើងមិនដឹងថារឿងហេតុការណ៍អីកើតឡើងច្រើនចំពោះស្រុកថៃទេស្រុកសៀមទេអញ្ចឹងនេះអ្វីដែលសំខាន់គឺគាត់បានបំផ្លាញប្រាសាទខ្មែរយើងបាទប្រាសាទព្រះវិហារប្រាសាទតំបន់តូចតំបន់ធំប្រាសាទតំបន់ធំនេះជាកន្លែងសក្ការៈបូជាគេហៅបូជាយ៉ាញ់របស់ស្ដេចអង្គមុនយូរយ៉ាងមកហើយកន្លែងគេធ្វើសក្ការៈបូជាអញ្ចឹងណាពិធីបួងសួងពិធីអីទៅថៃបានបំផ្លាញតំបន់ធំច្រើនណាស់ថៃបានបំផ្លាញប្រាសាទព្រះវិហារខ្លាំងណាស់អញ្ចឹងនេះគឺបាបតនហន់ខ្ញុំមិនដឹងថាយ៉ាងម៉េចទេគឺខ្ញុំតែងតែប្រាប់បងប្អូនហើយនៅប្រជាពលរដ្ឋថៃដែរថាកម្ពុជាមានប្រាសាទមួយគឺសិតតែមានអ្នកនៅបាទគ្រឹះមួយគឺសិតតែមានអ្នកចាំជើងសសរមួយសិតតែមានអ្នកថែរក្សាខ្ញុំសូមផ្ដាំថាបារមីមានពិតបងប្អូននេះជំនឿដែលបុគ្គលទេបាទជឿខ្លះអត់ជឿខ្លះសាច់តែលើបងប្អូនអរគ្នាសំខាន់ឃើញផ្នែកជាក់ស្ដែងអ្វីដែលខ្ញុំនិយាយកុំជឿមកទាំងអស់សំខាន់តាមដានមើលខ្លួនឯងផងតែខ្ញុំជាមនុស្សមួយដែលជឿជាក់បើខ្ញុំបានជួបតដល់ផ្នែកឃើញផ្នែកជាក់ស្ដែងអញ្ចឹងខ្ញុំត្រូវតែជឿចំណុចនេះអញ្ចឹងខ្ញុំអរគុណគ្លីបវីដេអូនេះគឺខ្ញុំគិតថាព្យុះបាទទឹកចំនួននេះគឺមិនដឹងថាថ្ងៃណាស្រកឬថ្ងៃណាបានធូរទេអញ្ចឹងយើងចាំមើលហើយចាំស្ដាប់ព័ត៌មានទាំងអស់គ្នាបន្តទៀតនឹងអរគុណគ្លីបវីដេអូនេះចែកលេខប៉ុណ្ណឹងជម្រាបលា